ពីវគ្គមុនបេក្ខនារីត្រូវការតោងឡើងលើទីដ៏ខ្ពស់ដែលជាការប្រកួតសមត្ថភាពលើសពីនេះពួកគេបានធ្វើការថតរូបម៉ូដដ៏លំបាកមួយប្រចាំកម្មវិធីសូមចូលរួមអបអរសាទរបេក្ខនារីទាំងពីរការមិនមានការជំរុះចេញរបស់បេក្ខនារីធ្វើឲ្យមានការភ្ញាក់ផ្អើលហើយដាលីហាក់ដូចជាមិនអាចទទួលស្គាល់ថាខ្លួនគេឈរពីអ្នកចុងក្រោយជាមួយនឹងម៉ាលីណែតចុះសប្តាហ៍នេះតើមានអ្វីកើតឡើងខ្លះហើយតើនឹងមានអ្វីខ្លះដែលភ្ញាក់ផ្អើលដល់បេក្ខនារីយើងខ្ញុំរៀនបានถึงថ្នាក់ទី9ពេលហ្នឹងខ្ញុំឈប់រៀនខ្ញុំរៀនជំនាញអីផ្សេងបន្តទៀតប៉ុន្តែរៀនអត់ទាន់ចប់រៀនបានជិតមួយខែហ្នឹងខ្ញុំឮគេប្រឡងអញ្ចឹងខ្ញុំមានចំណាប់អារម្មណ៍ខាងនេះជាងគេខ្ញុំមកដាក់ពាក្យធ្វើជាតារាហ្នឹងទៅខ្ញុំមកបំពេញដំបូងគឺខ្ញុំអត់ដែរស្គាល់បំពេញសោះខ្ញុំដឹងខ្លួនថាខ្ញុំអត់ស្គាល់បំពេញទេហើយខ្ញុំគិតថាបើខ្ញុំអត់ហ៊ានចេញក្រៅទេជីវិតរបស់ខ្ញុំគឺនៅតែប៉ុណ្ណឹងហើយខ្ញុំគិតថាខ្ញុំដូចជាកង្កែបក្នុងដងអញ្ចឹងហើយណាមួយខ្ញុំរៀនបានប៉ុណ្ណឹងទៀតពេលដែលខ្ញុំមកដល់ដំបូងខ្ញុំចូលប្រឡូកជាមួយនឹងមនុស្សអ្នកដែលនៅក្នុងសង្គមទីក្រុងខ្ញុំមានអារម្មណ៍ថាពិបាកខ្លាំងមែនទែនព្រោះខ្ញុំអត់យល់ដឹងថាការស្លៀកពាក់បែបជាមនុស្សទីក្រុងមិនអីខ្ញុំគិតថាបណ្ដៃមកចូលចិត្តអត់ចូលចិត្តស៊ីដូចគេខ្ញុំចូលចិត្តធម្មតាប៉ុន្តែគេថាឲ្យស្លៀកពាក់ខោស្រែខ្លាំងខ្ញុំថាខ្ញុំអត់ខ្វល់ទេស្រែមិនស្រែសំខាន់ឲ្យខ្ញុំមកហាត់រៀនឲ្យខ្លាំងដូចគេបកែដូចគេទៅបាន You wanna be on top Wanna be on top It's time to make it hot You know that we don't stop And when you get it hot You gotta be on top Wanna be on top Wanna be on top Wanna be on top ចាជំរាបសួរចាជំរាបសួរចាជំរាបសួរចាមានដឹងថាថ្ងៃនេះយើងត្រូវធ្វើកិច្ចការងារអ្វីទេអត់ដឹងទេគឺបងលើកយកតាក់ទងទៅនឹងប្រធានបទមួយចាគឺការហាត់រៀនធ្វើជាពិធីការនីអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះយើងមានភ្ញៀវកិត្តិយសរបស់យើងចូលរួមចាថាតើជាអ្នកណាគេចាក្នុងពេលនេះចាស្វាគមន៍វត្តមានភ្ញៀវកិត្តិយសរបស់យើងចាគឺអ្នកនាងគង់សុជាតិពេលដែលខ្ញុំឃើញបងគង់សុជាតិដើរមកខ្ញុំមានអារម្មណ៍រំភើបមែនតើមានអារម្មណ៍រំភើបប្លែកចំពោះខ្លួនឯងខ្លាំងមែនតើជំរាបសួរចាថ្ងៃនេះអូយស្រស់ស្អាតណាចាទាំងបងប្អូនទាំង6រូបទាំងពិធីការនីក៏ស្អាតដូចគ្នាណាថ្ងៃនេះអ្នកនាងគង់សុជាតិមានយោបល់អ្វីខ្លះហើយមានកំណត់អ្វីខ្លះដែលតាក់ទងទៅនឹងចង់ឲ្យគាត់ចេះជាពិធីការនីអ្នកខ្លះគាត់គិតថាធ្វើជាពិធីការនីស្រួលអត់មានអីពិបាកទេបងចាតាមពិតទៅមិនមែនជាការងារស្រួលទេធ្វើជាពិធីការនីអាជីពបើយើងគិតថាការងារនោះជាការងារសំខាន់ហើយយើងធ្វើឲ្យបានល្អបំផុតព្រោះឲ្យយើងត្រូវរៀបចំសពគ្រប់បែបយ៉ាងចាឥឡូវបងចាប់គូឲ្យកងការគូជាមួយនឹងដាលីចារីឯសុភ័ក្រជាមួយម៉ាលីណែតហើយនឹងសូរយ៉ានជាមួយនឹងកេសីចាឥឡូវអ្នកដែលមុនគេកងការហើយនឹងដាលីក្រៅពីនោះទៅអង្គុយនៅខាងនោះកងការដើរតួធ្វើជាភ្ញៀវដាលីដើរតួធ្វើជាពិធីការនីជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីតន្ត្រីកម្សាន្តឥឡូវដល់កងការសូមស្វាគមន៍មកដល់កម្មវិធី CTN Post លេខ21ឥឡូវត្រូវតែប្រុងប្រយ័ត្នថាយើងត្រូវត្រៀមនៅសំណួរទី2បន្តទៀតថាយើងសួរគឺពាក់ព័ន្ធនៅក្នុងអាកំឡុងសំណួរទី1យើងដដែលចាឥឡូវគូទី1សម្រាប់សិនចុះចូលដល់គូទី2ម៉ាលីណែតមុនគេចាហ្មងចាជំរាបសួរក្រុងអាយដាមលោកស្រីអ្នកនាងកញ្ញាជាទីគោរពណាស់ជាទីមេត្រីចាឥឡូវបងបង្ហាបន្តិចយើងត្រូវគិតទុកជាមុនថាថ្ងៃនេះភ្ញៀវមួយរូបនេះជានរណាចាចាប់ដើមចាជំរាបសួរកញ្ញាសុភ័ក្រជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំគឺជាតារាបង្ហាញម៉ូដ
នាងខ្ញុំជាតារាបង្ហាញម៉ូដលៀនដាតមួយសិនពីនេះកណែនាំតារាសម្ដែងអ្នកឆ្លើយតារាបង្ហាញម៉ូដចាអ្នកនាងសុជាតិសូមជើញឲ្យយោបល់ទៅសុភ័ក្រទៅបងសុភ័ក្រចាបានន័យថាអារម្មណ៍របស់បងអូនគឺចង់ធ្វើឲ្យល្អប៉ុន្តែដល់ពេលដែលបងអូនចាប់ផ្ដើមកម្មវិធីគឺបងអូនអារម្មណ៍បានន័យថាមិនដឹងជាបែងចែកទៅណាទៅណីខ្លះទេអរគុណឥឡូវបងអូននឹងចេញទៅសម្រាប់សិនចាអរគុណចាគូទី3 នេះខ្ញុំសូមជម្រាបសួរលោកសេអ្នកកញ្ញាទាំងអស់គ្នានៅថ្ងៃនេះវិលមកជួបកម្មវិធីយើងសាជាថ្មី ឥឡូវដល់ពេលយើងសួរគេវិញម្ដងណា ចាថ្ងៃនេះកម្មវិធីប៉ុស្តិ៍លេខ21សូមជួបជាមួយនឹងកញ្ញាហងសូរិយាន អញ្ញអសេច្រើនឈឺសូរិយានណាខាមកចូលថៃសូមម្ដងទៀតបងនេះខ្ញុំឈ្មោះហងសូរិយាននៅថ្ងៃនេះនេះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយមែនតើដែលបានចូលនៅក្នុងកម្មវិធីប៉ុស្តិ៍លេខ21ខ្មែរច្បាស់ល្អណា កញ្ញាសូរិយានចេះនិយាយខ្មែរទៀត ចាបងដោយសារតែខ្ញុំគឺជាកូនកាត់កូរ៉េហើយនិងខ្មែរ អញ្ចឹងអូយ សូយ៉ាងឯងបើសិនជាបដោះតែបន្តិចទៀតទៅចាអាចធ្វើបានចំណែកឯប្អូនវិញចាធម្មតាយើងបើកកម្មវិធីអារម្មណ៍របស់យើងដូចបងប្រាប់ហើយការនិយាយត្រូវប្រើសំឡេងឲ្យបានចាវាមានបត់បែនមានឡើងមានចុះ ខ្ញុំទទួលបាននូវចំណេះដឹងជាច្រើននៅក្នុងការនិយាយគាត់បានប្រៀបថាដល់ពេលដែលខ្ញុំបានហាត់សមជាមួយនឹងបងកេសីគាត់បានប្រៀបថាសូយ៉ានគួរតែនិយាយមួយឲ្យដកដង្ហើមហើយមុននឹងការនិយាយធ្វើគួរតែសម្រួលអារម្មណ៍យើងជាមុនសិនដើម្បីឲ្យការនិយាយនឹងបានល្អ ជំរាបសួរនេះខ្ញុំឈ្មោះនីនម៉ាលីណាសូមធ្វើសេចក្តីរាយការណ៍ពីគ្រោះទឹកជំនន់នៅខេត្តស្ទឹងត្រែងនេះខ្ញុំនីនម៉ាលីណាសូមបិទសេចក្តីរាយការណ៍ បិទសេចក្តីរាយការណ៍តែម្ដង សួស្តីទៅទាំងអស់គ្នាខ្ញុំដាលីជាវិធីការនីនៅក្នុងកម្មវិធីព័ត៌មានទាន់ហេតុការណ៍ចាសសូមអរគុណសូមជម្រាបគោរពលាអរគុណមុនខ្ញុំទៀត បន្ទាប់ពីរៀនជាពិធីការនីជាមួយនឹងបងយមចិន្តានិងបងកុងសុជាតិខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានបទពិសោធន៍ថ្មីមួយទៀតគាត់ឲ្យយើងនិយាយពាក្យពេចន៍ច្បាស់ធ្វើឲ្យទស្សនិកជនដែលគាត់កំពុងតែមើលហ្នឹងចាប់អារម្មណ៍នៅប្រធានបទអ្វីដែលយើងនិយាយ ចាឥឡូវនេះបងនឹងផ្ដល់យោបល់នៃការខ្វះខាតនៅចំណុចខ្លះៗដល់យើងទាំងអស់គ្នាបន្តមកចាអ្នកនាងកុងសុជាតិគាត់នឹងផ្ដល់យោបល់បន្ថែមទៀតតែតាមពិតទៅបងអូនស្រឡាញ់នៃជំនាញជាពិធីការនី ប៉ុន្តែគាត់ថាមុននឹងនាមយើងជាពិធីការនីមុននឹងនិយាយយើងត្រូវតែគិតពីគោលដៅរបស់យើងហើយយល់ពីប្រធានបទនៃកម្មវិធីមួយជាពិសេសទៅទៀតគឺយើងត្រូវតាំងស្មារតីបានល្អចាកុំខ្លាចអីទាំងអស់ពេលដែលយើងធ្វើការងារចាបងជឿថាបងប្អូនទាំងអស់គ្នាសិតតែជាអ្នកដែលហៅថាមានដងចូលចិត្តខាងស្រឡាញ់ខាងវិស័យសិល្បៈអញ្ចឹងអ្វីដែលជាចំណុចខ្វះខាតចាបងទាំងពីរបានជម្រាបជូនដល់បងអូនចាបងអូនយកចំណុចអស់ទៅហាត់រៀនបន្ថែមទៀតចាបាញ់នេះអ្នកទាំងអស់គ្នាបានហាត់រៀន ដើម្បីខ្លាយទៅជាពិធីការនីដោយមានអ្នកនាងកុងសុជាតិបានផ្ដល់កិត្តិយសចូលរួមបង្ហាត់បង្រៀនយើងទាំងអស់គ្នារួមជាមួយនឹងបងឯផ្ទាល់បន្តិចទៀតយើងនឹងធ្វើការប្រកួតប្រជែងជាមួយគ្នា